កិច្ចព្រមព្រៀងសន្តិភាពក្នុងដំណោះស្រាយបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃត្រូវបានចុះហត្ថលេខាជាផ្លូវការហើយនៅថ្ងៃទី26ខែតុលាឆ្នាំ2025ក្នុងប្រទេសម៉ាឡេស៊ីដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរកម្ពុជានិងថៃដែលមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតីដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានគួរឲ្យដឹងថាតបតាមការអញ្ជើញរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជារួមជាមួយនឹងលោកអនុទិនច័ន្ទវីរគុលនាយករដ្ឋមន្ត្រីថៃបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមទីក្រុងកូឡាឡាំពួររវាងប្រជាណាចក្រទាំងពីរនៅប្រទេសម៉ាឡេស៊ីនៅក្នុងពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះទាហានរបស់កម្ពុជាចំនួន18រូបដែលថៃចាប់ខ្លួននឹងត្រូវដោះលែងនៅក្នុងពេលឆាប់ៗខាងមុខកិច្ចព្រមព្រៀងនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជានិងថៃដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរថាសន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាននិងសុភវិនិច្ឆ័យនៅក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នាតាំងនាមជាប្រជាជនកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីដូណាល់ត្រាំដែលបានចូលរួមគាំទ្រសន្តិភាពជានិរន្តរ៍រវាងកម្ពុជានិងថៃនិងចំពោះកិច្ចខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់នៅក្នុងការជួយឲ្យសមិទ្ធផលនេះបានក្លាយជាការពិតសម្ដេចធិបតីក៏បានអរគុណដល់នាយករដ្ឋមន្ត្រីអាន់វ៉ាចំពោះការគាំទ្រដ៏ឥតងាករេនិងការសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃនេះពីទីក្រុងកាឡាឡាំពួរទីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាយករដ្ឋមន្ត្រីកម្ពុជាក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាស៊ានរដ្ឋាភិបាលចិននិងប្រទេសដៃគូនានាផ្សេងទៀតផងដែរដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក